បងធ្វើការសិនទៅខ្ញុំទៅយករបស់របរក្នុងបន្ទប់ឯកជនសិនលោកឃើញរបស់ហើយអឹមឆាប់ទៅផ្ទះវិញទៅលោកគ្រូណានជីគួរឲ្យស្រឡាញ់ណាស់គួរឲ្យស្រឡាញ់ដល់ថ្នាក់ធ្វើឲ្យគេលែងមានកង្វល់ឆ្លោះជាមួយអារម្មណ៍មែនទេជាង8ឆ្នាំមុនគ្រូសាជាមានទំនាក់ទំនងល្អគ្នាតាំងពីខ្ញុំកើតមកគ្រូសាយើងក៏បានធ្លាក់ចុះរឿងល្អមិនស្ថិតស្ថេរយូរទេគ្រោះថ្នាក់ចរាចរណ៍មួយតើត្រូវធ្វើយ៉ាងណាពេលខ្ញុំធំបន្តិចខ្ញុំក៏បានទទួលយកគ្រូសាជាងដែរគ្រូសាជាងមានកូនប្រុស2នាក់ជាងធំជាងខ្ញុំ7ឆ្នាំពេលខ្ញុំមកដល់ផ្ទះជាងគាត់ក៏កំពុងសិក្សានៅបរទេសដែរធំឡើងជាមួយខ្ញុំជាងធីងឆោដែលចាស់ជាងទេយូរ2ឆ្នាំថ្ងៃក្រោយត្រូវរកប្អូនស្រីល្អម្នាក់ដឹងទេធំឡើងជាមួយមិត្តភក្តិកុមារភាពទំនាក់ទំនងរវាងខ្ញុំនិងជាងខំមិនអត់ទេប៉ុន្តែការចុះសម្រុងគ្នាបែបនេះបានបំបត្តិភាពសាមញ្ញនិងសុវត្ថិភាពក្នុងលោកតាមពិតទៅពាក្យជាច្រើនមិនចាំបាច់និយាយឲ្យច្បាស់ពេកទេទោះបីជារឿងនេះជារឿងត្រឹមត្រូវក៏ដោយនៅពេលដែលជាងធីងខសួរប្រយោគនេះវាគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំលាហើយហេតុផលដែលមិនទាន់ទទួលយកផ្ទះសំណាក់តូចមិនទទួលយកការអំពាវនាវឲ្យធំឡើងការដកកាំភ្លើងចេញក៏ជាការគេចវេសពីបញ្ហាដែរទាញយកប្រយោជន៍ពីឱកាសនេះដើម្បីនិយាយអ្វីដែលត្រូវនិយាយអាវការពាររបស់ទីនេះក៏ជារឿងល្អដែរយន្តហោះរបស់ប៉ាម៉ាក់មានបញ្ហាយប់នេះពួកគាត់មិនអាចត្រឡប់មកវិញទេពួកគាត់នឹងមកដល់នៅព្រឹកស្អែកតើអ្នកបានជួបរឿងអ្វីនៅតាមផ្លូវត្រឡប់មកវិញឬហត់នឿយហើយមិនឃើញឯងនិយាយអីសោះចង់ញ៉ាំអីបងឲ្យគេរៀបចំធ្វើឲ្យខ្ញុំញ៉ាំបាយល្ងាចនៅសាលារៀនហើយមិនបាច់រំខានគេទេតាមផ្លូវខ្ញុំលើទូរស័ព្ទបងរត់រហូតប្រហែលជាមានរឿងបន្ទាន់ខ្ញុំចូលបន្ទប់សិនហើយមិនរំខានការងារបងទេ2ឆ្នាំនេះរាល់ពេលដែលឡានជិះត្រឡប់មកវិញគឺឡើងទៅបន្ទប់តតែម្ដងអាហោ2ឆ្នាំនេះកញ្ញាចិនជីក៏មកត្រឡប់មកវិញដែររាល់ពេលដែលត្រឡប់មកវិញគឺនិយាយជាមួយលោកជាងតុងនិងលោកស្រីមួយសន្ទុះហើយក៏ចូលបន្ទប់ជាធម្មតាលោកអគ្គនាយកជាងនឹងមានកិច្ចប្រជុំអនឡាញអន្តរជាតិក្នុងរយៈពេលកន្លះម៉ោងទៀតតើត្រូវបន្តជាធម្មតាឬលោកចោលសិនជូនដំណឹងទៅក្រុមប្រឹក្សាភិបាលឲ្យបន្តជាធម្មតាពូលីនមិនបាច់រៀបចំអាហារពេលល្ងាចទេចាំរៀបចំអាហារសម្រន់ឲ្យណានឈីបន្តិចទៀតណាចាសចុះទៅក្រោមហាត់កាន់ទូរស័ព្ទឲ្យជាប់ប្រយ័ត្នដួលអូបងទៅប្រវល់ហើយអត់ទៅតែងមួយបើកឡានយូរតិចហើយមិនក៏មិនទាន់គេទៀតឯងដេញទៀតហើយទៅយកទឹកមួយកែវសិនខ្ញុំនាំឯងទៅអរគុណបងប្រុសbạn yên thấy như xe ai bỏ quan thế mà xe tự linh đấy cóបងប្រុសក៏ឆាប់គេងទៅសុទ្ធតែឯងជាអ្នកធ្វើឲ្យខ្លួនក្មេងទំនើបនោះកាលពី2ឆ្នាំមុនគាត់ចាប់ផ្ដើមបោះបោះហើយមិនបានការដោយគ្រូសាគេមិនថាទេឥឡូវនេះសូម្បីតែកិច្ចសន្យារៀបការរវាងគ្រូសាទាំងពីរគាត់ហ៊ានធ្វើតាមចិត្តចេះតែធ្វើអ្វីតាមអំពើចិត្តខឹងខ្លាំងពេកមិនល្អទេលោកស្រីសូមបន្ថយអារម្មណ៍ចុះអាមួយក្បាលខូចនោះរត់បាត់ស្រមោលបាត់ទៅហើយតើយើងត្រូវប្រាប់លោកជីយ៉ាងម៉េចទៅអូយមិន
ក៏មិនຕົកសារតមកទូរស័ព្ទអស់ធ្វើមិនបានឃើញសារមកបងឯងត្រឡប់ទៅហួយហើយមែនទេត្រឡប់ទៅវិញកាលពីម្សិលមិញឯងប្រញាប់ត្រឡប់មកវិញមែនទេមកដោះស្រាយរឿងខ្លះមិនទាន់ត្រឡប់ទៅវិញទៀតតាមជីលីហើយអ្នកដឹងទេ